ហើយម្សិលមិញហ្នឹងខ្ញុំកណាបានរៀបចំចំហាន់បិណ្ឌបាតនិងក្លុកដូងធ្លាប់ធ្វើប្រគេនព្រះអង្គដល់ពេលអញ្ចឹងក៏យកទៅវត្តនៅស្រុកហើយក៏នឹកថាធ្វើអស់ទាំងនេះបើមិនមានឆន្ទៈវិរិយៈទេมันបានកើតឡើងទេសូម្បីតែសិក្សាព្រះធម៌បាត់ព្រះធម៌ក៏យ៉ាងដូចនោះដែរអញ្ចឹងដល់ពេលខ្ញុំកណាមកវិញក៏ហូបបាយបានបន្តិចបន្តួចប្រញាប់ទៅមើលស្មៅនៅចំការហ្នឹងដល់ពេលមើលទៅសត្វឆ្កែហ្នឹងក៏ដូចជាកើតរលត់អ្នកធ្វើស្មៅហ្នឹងក៏កើតរលត់រីឯរុក្ខជាតិដើមឈើទាំងឡាយក៏អញ្ចឹងដែរហើយដូចជាប្រែពីផ្កាប់មកផ្ងាអញ្ចឹងព្រះអង្គអញ្ចឹងព្រះអង្គជាប្រតិបដោភ្លឺស្វាងខ្លាំងក្រាស់ក្រៃរកអ្វីប្រៀបមិនបានទេព្រះអង្គហើយទាំងខ្ញុំកណាងងឹតហើយបែរមកភ្លឺទទួលពន្លឺពីព្រះអង្គហើយដល់អត់មានពីអីមានតែពីអស្ចារ្យណាស់ខ្លួនកណាធ្លាប់នឹកថាសូមឲ្យបានដល់ទីកន្លែងបរមសុខសុខស្ងប់ដូចរុញអូតូរុញខ្ញុំអូតូរុញខ្ញុំកណានឹងទៅដល់កន្លែងទីសុខទីស្ងប់ហើយដូចលែងកើតលែងរលត់អីព្រះអង្គហើយខ្ញុំកណាដូចមានសភាពប្រែប្រួលយ៉ាងខ្លាំងពីងងឹតមកភ្លឺពីផ្កាប់មកផ្ងាពោវិបស្សនាដែលវាមានកម្លាំងខ្លាំងហ្នឹងវាតកតងនឹងកំសួលដែលវានៅសល់អំពីដែលញោមមករៀននៅក្នុងវគ្គ7ថ្ងៃហ្នឹងពោវាឧបមាដូចជាយើងដាំទឹកឲ្យវាពុះពេលពុះហើយពេលទោះបីជាយើងដកចេញអំពីភ្លើងក៏វានៅកំសួលពុះពោវាមិនតន់អស់កម្លាំងនៃកំសួលបើសិនជាយើងយកវាដាក់ចូលភ្លើងមកស្បក់ទៀតវានឹងពុះទៀតហើយពោយ៉ាងណាមិញវិបស្សនារបស់ញោមបានព្យាយាមទៅវាដល់កន្លែងការលុតរបស់សង្ខារធននឹងខ្លាំងទៅញោមទៅផ្ទះទៅខ្ញុំអាចជួបប៉ុន្តែបើញោមខានរយៈពេលកន្លះខែ1ខែ2ខែវាធ្លាក់មកដើមវិញហើយពោចម្រើនពោចឹងដូច្នេះបានគ្រូវិបស្សនាបង្រៀនញោមពោឲ្យញោមរលឹកបានព្រឹក15នាទីល្ងាច15នាទីដើម្បីលឹកមេរៀនហ្នឹងកុំឲ្យភ្លេចពោពេលឱកាសក្រោយញោមមករៀនទៀតញោមនឹងបានចេះច្បាស់ពោចម្រើនពោហើយនឹងមួយទៀតតើតើនឹងមេរៀនដែលញោមឃើញការបាត់ទាំងការកើតនិងការលុតហ្នឹងនឹងគាត់ទៅការបាត់ទៅនៃសង្ខារធរទៅពោសង្ខារធរមានការកើតនិងការលុតចឹងទៅពេលបញ្ញាខ្សោយឬក៏លុតបាត់ទៅជួនកាលទៅវាអាចឈានទៅដល់ការបញ្ញាខ្លាំងវាទៅដល់ភង្គេនុបស្សនាញាណវាឆ្លងផុតឧទយបញ្ញានុបស្សនាញាណណាពោឧទយបញ្ញានុបស្សនាញាណហ្នឹងនឹងសមសនាញាណហ្នឹងវាមានតែការកើតនិងការលុតរបស់សង្ខារធរហ្នឹងឯងពោប៉ុន្តែពេលយើងដល់ភង្គញាណវាមានតែការអស់ទៅទេហើយនឹងលុតបាត់តែម្ដងឬក៏បែកធ្លាយសង្ខារធរពោវាលែងឃើញកើតនិងឃើញការលុតហើយពោតែទោះបីជាយ៉ាងណាក៏ដោយក៏វានៅតែជាសង្ខារធរដរាបណាយើងមិនតន់ជាច្បាស់នៅព្រះនិព្វានទេឲ្យតែយើងមានសេចក្តីសង្ស័យនោះមិនមែនជាព្រះនិព្វានដែលជាច្បាស់សេចក្តីសង្ស័យមិនមែនទេព្រោះពេលដែលញោមទៅដល់ហើយមិនចាំបាច់គ្រូបញ្យលញោមទេតែញោមនឹងបញ្យលគ្រូវិញអំពីអារម្មណ៍របស់ព្រះនិព្វានណាពោនេះការទៅដល់ព្រះនិព្វានសិស្សបស្សនាយើងបានទៅដល់គឺចឹងឯងពោសាធុបើព្រះនិព្វានណាគ្រូបញ្យលញោមឲ្យថាញោមដល់នឹងមិនមែនព្រះនិព្វានទេពោត្រូវតែញោមជាច្បាស់ហើយញោមបញ្យលគ្រូបានថាព្រះនិព្វានដូចម្ដេចពោនឹងទៅជាព្រះនិព្វានពោព្រោះការដឹងរបស់ឆ្ងាញ់បានមិនមែនដឹងដល់អណ្ដាតគ្រូបង្រៀនណាពោគឺដឹងដល់អណ្ដាតរបស់ញោមដែលញោមភ្លក់រសជាតិនឹងដឹងពិតគាត់ថារបស់នឹងវិញរបស់នឹងផ្អែមរបស់នឹងជូររបស់នឹងប្រៃឬក៏របស់នឹងមិនវិញមិនជូរមិនប្រៃមិនផ្អែមហ្នឹងយើងដឹងនៅខ្លួនឯងណាពោចម្រើនសាធុកណាអរគុណបងគ្រូណាជ្រះថ្លាយ៉ាងក្រៃលែងណាបងគ្រូសាធុបងគ្រូយប់មិញណាកណាពេលមកដល់ហ្នឹងមានញាតិពធបងគាត់បានឆាតសន្ទនាធរជាមួយហ្នឹងគឺគាត់ប្រាប់ហើយអស់ចាស់ខ្លាំងបងគ្រូព្រោះកាលពីមុនមកក៏ពិបាកជឿដល់ពេលឥឡូវបានបដិបត្តិមួយព្រះអង្គគ្រូហើយគឺជឿជាក់នៅលើគុណគឺនៅលើគុណធម៌ដែលបានចាក់ធ្លុះនៅសច្ចធម៌ហ្នឹងព្រះអង្គគ្រូលេងគាត់ថាគាត់ប្រាប់នេះដោយសារតែ
យើងជាអ្នកបដិបត្តិហើយជឿនៅមីគាផ្លូវរបស់ព្រះអង្គចឹងណាបងគ្រូគាត់ថាម្ដាយសកតាកូនស្រីហើយដល់ទៅពេលកូនប្រុសហ្នឹងចៅហ្នឹងគឺអនាគាហើយសកតាអាយុ10ឆ្នាំជាងសម្រាប់ដល់អនាគាគាត់ថាដឹងដល់ខ្លួនឯងហើយសំដែងគាត់ណាព្រះអង្គគ្រូគាត់ណាគាត់ថាអស់ចាមែនព្រះអង្គគ្រូអស់ចាខ្លាំងណាក្នុងគ្រួសារលេងថាកូននឹងតាំងពីកើតមកអត់ដែលដាច់សល់ម្ដងណាឡើយហើយតាំងពីកើតមកគឺប្រាប់ហ្មងថាម៉ាម៉ានិងប៉ាប៉ាម៉ាម៉ាខ្ទាបជាងអូនហើយដល់ពេលសួរថាកូនឯងបានសម្រេចគុណធម៌ណាថាអូនសម្រេចបានដល់ណាគេចឹងគឺអូនខ្ពស់ជាងចេះតាំងពីក្មេងណាបងគ្រូហើយដល់ទៅពេលអាណាគេនឹងលោកសម្រេចដែរអាយុ10ឆ្នាំជាងហ្នឹងកណាកថាអូយញ៉ាំងចិត្តញ៉ាំងកាយបីតេកៈឡានត្រេកអជ្រះថ្លាដូចថាអស់ចាខ្លាំងពេកបងគ្រូហើយឮថាកូនរបស់លោករងថ្ងៃនៅអីប្រទេសគេតាបងគ្រូអត់ចេះនិយាយខ្មែរទេហើយថាស្ដាប់លោកគ្រូសំមន្ទឿនស្ដាប់ថយនឹងថាស្ដាប់យល់បានទាំងអស់តែគ្រាន់តែអត់ចេះនិយាយខ្មែរដឹងថាបកស្រាយប្រាប់ដោយវិធីណាអីចឹងបងគ្រូហើយដល់ពេលកណាគាត់ថាអស់ចាខ្លាំងណាអស់ចាដែលมันធ្លាប់ដឹងมันធ្លាប់ឮมันធ្លាប់ជួបមកបានបដិបត្តិហើយគឺឃើញនៅធម៌ហ្នឹងគឺអស់ចាខ្លាំងបងគ្រូកណាមិននឹកស្មានថាមានរឿងនឹងកើតឡើងកណាមិននឹកស្មានឯបងគ្រូហើយដល់ពេលយប់មិញហ្នឹងក៏កណាបានពីព្រឹកមិញអីងើបអង្គុយម៉ោង5កន្លះហ្នឹងគឺពេលដែលវិបស្សនាកើតឡើងហ្នឹងបងគ្រូឃើញតែការកើតការរលត់ហើយចិត្តហ្នឹងគឺស្មើហើយគាត់ថាអូមិនដឹងថាវិបស្សនាកើតឡើងដោយពីបហ្នឹងដល់ការទេគ្រាន់ថាសង្ខារធម៌កើតឡើងហើយក៏លុតទៅវិញជាធម្មតាចឹងបងគ្រូកណាអូយអស់ចាខ្លាំងអាធម៌របស់ព្រះសម្មាសម្ពុទ្ធអស្ចារ្យខ្លាំងมันអាចបរិយាយបានថាដល់កម្រិតណាក៏มันអាចបរិយាយបានពេលនេះគឺវិបស្សនាកើតឡើងរហូតចឹងគឺឃើញតែសង្ខារធម៌វាកើតហើយរលត់ទៅវិញធម្មតាបងគ្រូតែរលត់នេះឃើញការកើតរលត់មិនមែនការរលត់ដោយការបញ្ញត្តិហើយការកំណត់ណាបងគ្រូគឺឃើញការកើតរលត់ដោយវិបស្សនាញាណណាបងគ្រូដោយតួបញ្ញាឃើញការកាត់លុតនៃសង្ខារធម៌នឹងឯងព្រះអង្គគ្រូកណាអរគុណព្រះអង្គគ្រូយ៉ាងក្រៃលែងណាព្រះអង្គគ្រូពេលដែលនាមធម៌នឹងកាត់ឡើងហើយពេលដែលបានចូលស្ដាប់ធម៌បុគ្គលដែលបានសម្រេចមគ្គផលហើយស្ដាប់ថេរព្រះអង្គគ្រូគឺញ៉ាំងចិត្តញ៉ាំងកាយហ្នឹងឲ្យបៃតេកាត់ឡើងសិនបៃតេកាត់ឡើងហើយចាប់ផ្ដើមមកមានសេចក្តីស្ងប់បានចូលវិបស្សនាទៅគឺសេចក្តីស្ងប់កើតឡើងឧបេក្ខាបានចឹងណាព្រះអង្គគ្រូគណៈអរគុណព្រះអង្គគ្រូណាព្រះអង្គគ្រូសាធុជារូបធម៌និងនាមធម៌ដើម្បីលះបង់សកាយតិដ្ឋិដែលយើងប្រកាន់ថាជាយើងឬជាសត្វបុគ្គលសិនបើអត់ដឹងអានឹងទេស្អីប្រហែលក៏អត់ដឹងដែរហើយដល់តែយើងសំណត់ដឹងរូបធម៌និងនាមធម៌បានហើយបានយើងដឹងបច្ច័យរបស់រូបធម៌និងនាមធម៌បានយើងដឹងអំពីការរលត់របស់រូបធម៌និងនាមធម៌បានឃើញការមិនទៀងជាទុក្ខជាអនត្តានៅក្នុងតរណវិបស្សនាយើងខំចម្រើនអញ្ចឹងនឹងចម្រើនយូរទៅបានវាឃើញពីការកើតរលត់របស់សង្ខារអញ្ចឹងចូលកំណត់សង្ខារទាំងឡាយមិនទៀងជាទុក្ខជាអនត្តាពោះធម៌របស់ព្រះអង្គដែលសម្ដែងឲ្យយើងប្រតិបត្តិនេះគឺត្រូវឃើញដោយញាណហើយនឹងបញ្ញាខណៈរបស់រូបធម៌ដែលជាធាតុមិនដឹងនិងលក្ខណៈរបស់នាមធម៌ដែលជាធាតុដឹងអញ្ចឹងខណៈនឹងវាមានតែធាតុដឹងនិងធាតុមិនដឹងវាមានតែរូបធម៌និងនាមធម៌មានសត្វបុគ្គលដែរមានយើងដែរខណៈនឹងមានសកាយតិដ្ឋិដែរគឺអត់មានហើយតើតែមកដឹងរូបធម៌និងនាមធម៌សិនបានអាចដឹងមិនទៀងជាទុក្ខជាអនត្តាបានដឹងមិនទៀងជាទុក្ខជាអ
na ta sanh ban ai tự đấng riya sajjaទាំង4បានវាតតែយើងដឹងនៅរូបធម៌និងនាមធម៌លះបង់នៅសកាយៈទិដ្ឋិសិនបានយើងអាចដឹងថាមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាបានសិនបានយើងទៅដឹងអរិយសច្ចៈបានឃើញទេ